មេរៀន7គំនិតច្នៃប្រឌិតក្នុងនាមជាឪពុកម្ដាយអំណោយដ៏អស្ចារ្យបំផុតមួយដែលយើងអាចផ្ដល់ដល់កូនរបស់យើងគឺសមត្ថភាពក្នុងការគិតប្រកបដោយភាពច្នៃប្រឌិតនិងចេញពីការស្រមើស្រមៃរបស់ពួកគេនៅក្នុងពិភពលោកដែលរីកចម្រើនលើការច្នៃប្រឌិតនិងស្នាដៃដើមគឺជំរុញភាពច្នៃប្រឌិតរបស់កូនដោយដាក់ពួកគេនៅលើផ្លូវឆ្ពោះទៅរកអនាគតប្រកបដោយភាពពេញលេញនិងភាពជោគជ័យ អំណាចនៃការលេងការលេងគឺជាភាសាធម្មជាតិរបស់កុមារហើយតាមរយៈការលេងគឺជួយឲ្យគំនិតច្នៃប្រឌិតរបស់ពួកគេមានភាពរីកចម្រើនលើកទឹកចិត្តឲ្យកូនមានការលេងដោយសេរីដែលធ្វើឲ្យការស្រមើស្រមៃរបស់ពួកគេមានដំណើរការដោយអស្ចារ្យផ្ដល់ឲ្យពួកគេនៅប្រដាប់ប្រដាក្មេងលេងដូចជាប្លុកសម្រាប់តម្រៀបសម្ភារៈសិល្បៈនិងសម្ភារៈលេងសម្ដែងជៀសវាងឬកាត់បន្ថយការចំណាយពេលវេលាជាមួយទូរស័ព្ទ iPad ឬកុំព្យូទ័រច្រើនពេកព្រោះវាអាចរារាំងដល់ការច្នៃប្រឌិតបង្កើតបរិយាកាសដែលមានភាពច្នៃប្រឌិតបរិយាកាសជុំវិញខ្លួនរបស់កូនអ្នកអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការច្នៃប្រឌិតរបស់ពួកគេរៀបចំកន្លែងផ្សេងៗគ្នាប្រើសម្រាប់សិល្បៈត្រូវមានសម្ភារៈសិល្បៈពេញលេញទីតាំងធ្វើកិច្ចការប្រកបដោយផាសុកភាពនិងជាសម្ភារៈសិល្បៈដែលលើកទឹកចិត្តដាក់តាំងសម្ភារៈច្នៃប្រឌិតរបស់ពួកគេនៅក្នុងផ្ទះដើម្បីបង្កើនទំនុកចិត្តនិងធ្វើឲ្យពួកគេមានមោទនភាពក្នុងការងាររបស់ពួកគេធ្វើឲ្យមានការចង់ដឹងចង់ឮបណ្ដោះការចង់ដឹងចង់ឮពីធម្មជាតិរបស់កូនដោយលើកទឹកចិត្តពួកគេឲ្យសួរសំណួរនិងស្វែងយល់ពីវិធានបទផ្សេងៗគាំទ្រចំណាប់អារម្មណ៍របស់ពួកគេដោយចូលរួមក្នុងសកម្មភាពផ្សេងៗដូចជាការចម្អិនអាហារទស្សនាសារមន្ទីរបណ្ណាល័យនិងមជ្ឈមណ្ឌលធម្មជាតិជាមួយគ្នាដើម្បីណែនាំពួកគេនូវគំនិតនិងបទពិសោធន៍ថ្មីៗជំរុញឲ្យរៀនទទួលយកហានិភ័យការច្នៃប្រឌិតច្រើនតែពាក់ព័ន្ធនឹងហានិភ័យនិងការព្យាយាមធ្វើអ្វីដែលថ្មីជួយកូនរបស់អ្នកឲ្យគិតថាបរាជ័យជារឿងធម្មតាដោយបង្រៀនពួកគេថាកំហុសគឺជាឱកាសដើម្បីរៀននិងរីកចម្រើនសរសើរការខិតខំប្រឹងប្រែងនិងភាពស៊ាំរបស់គេទោះបីជាអ្វីដែលមិនដំណើរការដូចជាការគ្រោងទុកក៏ដោយដកខ្លួនចេញពីទីប្រជុំជននិងដាក់ខ្លួនក្នុងធម្មជាតិគឺជាប្រភពដ៏អស្ចារ្យនៃការបំផុសគំនិតសម្រាប់ការគិតប្រកបដោយភាពច្នៃប្រឌិតចំណាយពេលនៅខាងក្រៅជាមួយកូនរបស់អ្នកមិនថាការដើរលេងការបោះជំរំឬគ្រាន់តែដើរលេងក្នុងសួននោះទេធម្មជាតិជំរុញចិត្តនិងលើកទឹកចិត្តឲ្យមានការសង្កេតការងឿងឆ្ងល់និងការគិតប្រកបដោយភាពច្នៃប្រឌិតប្រើសំណួរបើកចូលរួមជាមួយកូនរបស់អ្នកក្នុងការសន្ទនាដែលជំរុញការគិតនិងការស្រមើស្រមៃរបស់ពួកគេសួរសំណួរបើកដូចជាចុះបើរឿងនោះកើតឡើងអ្នកនឹងធ្វើអ្វីឬតើអ្នកគិតថាវាមានដំណើរការយ៉ាងដូចម្តេចដែរសំណួរទាំងនេះលើកទឹកចិត្តពួកគេឲ្យពិចារណាលើលទ្ធភាពផ្សេងៗនិងអភិវឌ្ឍជំនាញដើម្បីដោះស្រាយបញ្ហារបស់ពួកគេការបញ្ចេញគំនិតឬបង្ហាញខ្លួនបែបសិល្បៈជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ជំរុញការច្នៃប្រឌិតលើកទឹកចិត្តកូនរបស់អ្នកឲ្យបង្ហាញខ្លួនឯងតាមរយៈការគូរគំនូរចម្លាក់ឬទម្រង់សិល្បៈច្នៃប្រឌិតផ្សេងៗទៀតផ្ដោតលើដំណើរការជាងលទ្ធផលដោយសង្កត់ធ្ងន់លើការបង្ហាញខ្លួនឯងនិងការពិសោធន៍ការនិទានរឿងនិងការសរសេរការនិទានរឿងលើកទឹកចិត្តកូនរបស់អ្នកឲ្យបង្កើតការរៀបរាប់និងស្វែងយល់ពីពិភពលោកផ្សេងៗគ្នាដោយការស្រមើស្រមៃរបស់ពួកគេលើកទឹកចិត្តពួកគេឲ្យបង្កើតរឿងផ្ទាល់ខ្លួនរបស់ពួកគេមិនថាតាមរយៈការគូររូបភាពការសរសេររឿងខ្លីឬសូម្បីតែការសម្ដែងសេណារីយ៉ូក៏ដោយគំរូនៃការច្នៃប្រឌិតជារឿយៗកូនរៀនដោយការសង្កេតមើលឪពុកម្ដាយរបស់ពួកគេបង្ហាញពីភាពច្នៃប្រឌិតផ្ទាល់ខ្លួនរបស់អ្នកដោយចូលរួមក្នុងចំណង់ចំណូលចិត្តសាកល្បងអ្វីដែលថ្មីនិងការដោះស្រាយបញ្ហាតាមរបៀបប្លែកៗចែករំលែកបទពិសោធន៍ច្នៃប្រឌិតរបស់អ្នកជាមួយកូនរបស់អ្នកហើយចូលរួមជាមួយពួកគេនៅក្នុងសកម្មភាពឬគម្រោងដើម្បីជំរុញឲ្យពួកគេចាប់អារម្មណ៍និងរីករាយជាមួយភាពច្នៃប្រឌិតគម្រោងដែលមានការសហការលើកទឹកចិត្តកូនរបស់អ្នកឲ្យធ្វើលើគម្រោងច្នៃប្រឌិតជាមួយអ្នកដទៃមិនថាសមាជិកគ្រួសារឬមិត្តរួមថ្នាក់នោះទេគម្រោងដែលមានការសហការជួយពួកគេឲ្យរៀនពីរបៀបទំនាក់ទំនងការចែករំលែកគំនិតនិងបង្កើតគំនិតច្នៃប្រឌិតជាមួយគ្នាទៅវិញទៅមកអបអរសាទរភាពចម្រុះបង្ហាញកូនរបស់អ្នកទៅកាន់វប្បធម៌ផ្សេងៗទស្សនវិស័យផ្សេងៗនិងទម្រង់សិល្បៈនានានេះជាវិធីសាស្ត្រជំរុញឲ្យកុមារបើកចំហចំពោះ
គំនិតច្នៃប្រឌិតនឹងជួយឲ្យពួកគេកោតសរសើរចំពោះភាពសម្បូរបែបនៃភាពចម្រុះក្នុងការច្នៃប្រឌិត ជំរុញភាពច្នៃប្រឌិតដល់កូនរបស់អ្នកគឺជាដំណើរការយូរអង្វែងដែលទាមទារការអត់ធ្មត់ ការគាំទ្រ និងបរិយាកាសល្អ តាមរយៈការផ្ដល់ឲ្យពួកគេនូវឱកាសសម្រាប់ការលេងដោយសេរី លើកទឹកចិត្តឲ្យមានការចង់ដឹងចង់ឮ និងធ្វើជាគំរូនៃគំនិតច្នៃប្រឌិត អ្នកអាចជួយឲ្យកូនមានការគិតប្រកបដោយភាពច្នៃប្រឌិត និងមានសមត្ថភាពក្នុងការសម្មើស្រមៃពេញមួយជីវិត សូមចងចាំថាដំណើរការប្រកបដោយភាពច្នៃប្រឌិតរបស់កូនឬកុមារម្នាក់ៗគឺប្លែកៗពីគ្នា ហើយតួនាទីរបស់អ្នកជាឪពុកម្ដាយគឺដើម្បីណែនាំ បំផុសគំនិត លើកទឹកចិត្ត និងអបអរសាទរដល់ស្មារតីច្នៃប្រឌិតរបស់ពួកគេ។